អ្នកបានធ្វើការងារដ៏ល្អលើកនេះដោយចៃដន្យពេលវត្ថុអាចកំបាំងទាំង3មកដល់បុរសចំណាស់នោះបានសូមឲ្យនិស្សិតនៃសាកលវិទ្យាល័យធម្មតាទទួលបានពរជ័យដ៏ធំធេងយ៉ាងវៃយីត្រេវ៉ាស្តូម៉ូតើមូលដ្ឋានថ្នាំល្អសម្រាប់ការប្រកួតក្បាច់គុនជាអ្វីពេលវេលាគឺយប់នេះនៅជែងឆេងហ៊ូលីងម៉ូនៅសាលសិល្បៈក្បាច់គុនលិនឈៀវីខិនជីវយ៉ូលីងដេងមនុស្សប្រកាសជានឹងនៅទីនោះដើម្បីទស្សនាការប្រកួតនេះការកោះហៅព្រលឹងខៃឈាមអាចធ្វើបានតែប៉ុណ្ណោះវាបានចុះមកលើខ្ញុំដោយកម្លាំង 70% របស់ខ្ញុំពេលម៉ោងគឺគ្រប់គ្រាន់ហើយប្រឈមមុខនឹងមេក្បាច់គុនពេញវ័យវានឹងក្លាយជាអ្វីមួយដែលឧត្តមសេនីយ៍ហ៊ូនឹងធ្វើពួកគេនឹងប្រុងប្រយ័ត្នខ្ពស់នៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយនៅចំពោះមុខអំណាចត្រឹមត្រូវការការពារគឺជារឿងកំប្លែងមួយវាជាជំហានដ៏ម៉ឺងម៉ាត់មួយល្បែងចាប់ផ្ដើមដោយមើលមិនឃើញជីដាវនេះជារបស់និកាយណែនាំដាវរៀនអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពបងប្រុសកៅជៀនដែលបានចម្រាញ់កម្រិតខ្ពស់បំផុតរបស់យ៉ាងបច្ចេកទេសដាវគ្មានរូបរាងឈានដល់អាណាចក្របំផ្លាញរូបរាងពិតថាមពលដាវមើលមិនឃើញការពីការវាយប្រហារ9តើយ៉ាងនឹងមិនអីទេមិនអីទេជៀនវូល្បឿននៃកិត្តនាមបានធ្វើឲ្យខ្ញុំយឺតយ៉ាវភ្លេចថាខ្ញុំចាញ់ហើយបងប្រុសសេនអ្នកដែលចូលទៅក្នុងតាវអ្នកឈ្នះសឿនយ៉ាងទី1ការប្រកាសអំពីការប្រកួតក្បាច់គុនឆ្នាំនេះជើងឯកឈិនៀងយងទៅតាមកិច្ចព្រមព្រៀងមុនការប្រកួតជើងឯកនឹងរៀបការជាមួយខ្ញុំចៅស្រីលីងឡុងនិងវ៉ុនហ៊ូតបនៃទ្រព្យសម្បត្តិគ្រួសារជាផ្នែកមួយនៃថ្លៃបណ្ណាការរបស់អ្នកឆេនឆេរីវកាន់ជេនសៀវអ្នកនិងលីងឡុងបានភ្ជាប់ពាក្យរួចហើយវាជាការផ្គូផ្គងដែលបង្កើតឡើងនៅស្ថានសួគ៌សូមអរគុណក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់លោកគ្រូចាស់ហ៊ូប៉ុន្តែក៏មានទុកសោកយ៉ាងជ្រាលជ្រៅរបស់គាត់ផងដែរក៏មានសង្សារដែរអាពាហ៍ពិពាហ៍មិនគួរលើសពីឥទ្ធិពលរបស់ Shen Miu ឡើយមានឆន្ទៈក្នុងការផ្ញើប្រាក់តាមវិធីផ្សេងទៀតខ្ញុំសុខចិត្តកែលម្អរបស់របរចំនួន3សម្រាប់គ្រួសារហ៊ូមីយ៉ានឆូដេនវូហ៊ូលីងឡុងស្វាមីគួរតែជាមនុស្សដែលមានតម្លៃបំផុតប្រសិនបើអ្នកសៀនយ៉ាងជាទីស្រឡាញ់របស់ខ្ញុំមិនព្រមរៀបការទេបន្ទាប់មកខ្ញុំនឹងប្រកួតប្រជែងជាមួយគាត់បើអ្នកឈ្នះសមរភូមិនេះកិច្ចសន្យាអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងត្រូវទុកជាមុខជាធម្មតាការលុបចោល Shen នាងខ្ញុំចូលចិត្តវាមិនថាឈ្នះឬចាញ់ទេអ្នកត្រូវតែថាមពលខាងវិញ្ញាណរបស់ខ្ញុំកំពុងទម្លុះអ្នកស្រីលីនមកពីឋានសួគ៌អ្នកគួរតែវាគួរតែច្បាស់ណាស់បើមិនដូច្នោះទេនាងនឹងមានអាយុ30ឆ្នាំអ្នកស្រីហ៊ូនឹងស្លាប់នៅអាយុ18ឆ្នាំយ៉ាងបានទទួលបានសៀវវៃនឹងលីងរួចហើយពន្លឺចាំងពីចង្គៀងប្រហែលជាមិនយ៉ូលេងដេងគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើវាបានលីនជាមនុស្សម្នាក់ដែលមានរាងកាយវិលមុខពីការសៀវវៃមិនទាន់មានការជួសជុលអ្វីផងនេះជាមូលហេតុដែលខ្ញុំមានទំនោរទៅរកវិលមុខឈិននៅតែចង់ទម្លុះអាណាចក្រឋានសួគ៌អ្នកនាងអ្នកបានមើលស្រាលការវិលមុខហើយសារៈសំខាន់នៃជីពចរដែលដាច់នៅតែត្រូវបានគេមើលស្រាលខ្ញុំបានទម្លុះរបាំងនៃអាណាចក្រសេលេស្ទៀលខ្ញុំបានទម្លុះឆ្លងកាត់ឋានសួគ៌ហើយសម្រេចបានដីអមតៈការបែងចែកអមតៈតើអ្នកធ្លាប់ជ្រៀតជ្រែកក្នុងការកញ្ញារបស់ខ្ញុំទេគ្រប់គ្រាន់ហើយការដាំដុះទ្វេភាគីមិនចាំបាច់តម្រូវឲ្យមានការធ្វើអសកម្មទេវាមិនអីទេប្រសិនបើអ្នកមានសុខភាពរាងកាយល្អអ្នកក៏ចង់បានឆេនដែរលោកគ្រូសៀវមីងដាបានត្រាស់ដឹងហើយស្ដេចនរកកំពុងគ្រប់គ្រងខ្ញុំឥឡូវនេះនៅតាមផ្លូវទៅកាន់សាលវូតាងតើយ៉ាវយ៉ងមីងកំពុងធ្វើអ្វីឥឡូវនេះភ្លេចអំពីការរចនាបែបទាន់សម័យឥឡូវនេះលោកហ៊ូសូមទៅមុនសិនយើងបាននាំភ្ញៀវទៅកន្លែងអង្គុយរបស់យើងហើយចេញទៅតោះទៅលោកគ្រូខ្ញុំចេញទៅហើយមិនចាំបាច់ចេញទៅក្រៅដើម្បីរករកទេដោយសារពួកគេកំពុងមកជួយយើងខិតខំឲ្យអស់ពីសមត្ថភាពគ្រាន់តែរៀបចំសម្រាប់សាលមីងវាងការចូលគ្រប់គ្រងដោយយមរាជស្ដេចនៃឋាននរកក៏មានដែនកំណត់ដែរបលមេ3ម៉ោង
ឧបករណ៍នេះនឹងដួលរលំហើយយ៉ាម៉ានឹងស្លាប់ព្រលឹងក៏ត្រូវត្រឡប់ទៅរកប្រភពដើមរបស់វាដែរនោះហើយជាមូលហេតុដែលយ៉ាម៉ាឥឡូវនេះកំពុងប្រញាប់ប្រញាល់ចុះបើពួកគេមករកយើងវិញតើយើងគួរលាក់ខ្លួនមួយរយៈទេតើអ្នកគិតថាអ្នកអាចលាក់ខ្លួន